រឿងគំនូប្រពន្ធការគ្រាមួយនោះមានបរោះម្នាក់ឈ្មោះកំបែកវាក្រហើយបញ្ញាខ្សោយទៀតវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយវាទេព្រោះវាមានស្មារតីតិចល្ងាចមួយមានក្មេងស្រីម្នាក់បានចូលមកដល់ទ្វារផ្ទះរបស់វាហើយសួរថាតើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានឬទេតាំងពីដើមមកកំបែកមិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះវារីករាយនឹងឲ្យនាងចូលក្នុងផ្ទះរបស់វាយប់នោះក្រោយពីបរិភោគអាហារចប់សពគ្រប់ហើយស្រីក្មេងសួរថាលោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាដែរឬទេអាពាហ៍ពិពាហ៍ធ្វើឲ្យកំបែកសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យពិបាកចិត្តណាស់ដែរដើម្បីបង្ហើយការងារវាជាប់ចិត្តនឹងប្រពន្ធក្មេងណាស់ទោះតែមិនឲ្យនាងបាត់មុខពីវាសូម្បីមួយស្របក់ក៏ដោយនៅពេលដែលវាធ្វើស្បែកជើងចំបើងជារឿយស្បែកជើងនោះមានបណ្ដោយរហូត5ឬ6ចង្អាមដោយមិនដឹងខ្លួនផងព្រោះបរោះជាប្តីអាឡ័យតែសម្លឹងមើលប្រពន្ធមិនមើលការងារសោះនៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរជួនកាលអាវនោះមានប្រវែងរហូតដល់10ឬ20ចំអាមព្រោះបរោះនេះសម្លឹងមើលតែអ្វីដែលប្រពន្ធវាកំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វានោះទេគ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយរួចមកវាក៏ទៅធ្វើការឯចំការមួយស្របក់ម្ដងមួយសបក់ម្ដងវារត់មកផ្ទះវិញស្រែកហៅប្រពន្ធសម្លាញ់អើយអូននៅទីនេះឬហេតុនេះវាគ្មានបានបំពេញការងារច្រើនទេក្នុងមួយថ្ងៃប្រពន្ធពោលពាក្យថាគាត់នឹងមិនចង់ធ្វើការទេដូច្នេះនាងទៅក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបមកផ្ទះវិញហើយប្រាប់កបែកថាបងនេះណែរូបខ្ញុំសូមយករូបនេះទៅព្យួរនឹងដើមមននៅចិត្តបងទៅបងអាចឃើញរូបនេះពេលកំពុងធ្វើការក្នុងចម្ការបងមិនបាត់មុខខ្ញុំយូរទេកំបែកធ្វើតាមនាងប្រាប់មួយស្របក់ម្ដងវាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធប៉ុន្តែមិនយូរប៉ុន្មានវាក៏រត់មកផ្ទះជាញយទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបគួចយករូបនោះហើយប៉ើងទៅលើមេឃកំបែកតាមចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែកវាទៅកំបែកយំស្បែបរត់ទៅផ្ទះប្រាប់ប្រពន្ធនាងបានលួងលោមថាបងសម្លាញ់កុំព្រួយខ្ញុំនឹងទៅទីក្រុងរករូបគំនូមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូទី1ប៉ាងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ប៉ែលប៉ោលចុះដល់ក្នុងសួនវិមានមួយលុះឃើញរូបគំនូម្ចាស់វិមានចាប់ចិត្តស្នេហាលើរូបស្រីក្នុងគំនូនោះលោកគិតយ៉ាងនេះបើរូបគំនូដូចនេះមុខជាមានមនុស្សពិតមិនខានរួចលោកក៏បញ្ជាបំរើឲ្យដើររកស្រីនោះដល់ឃើញឲ្យចាប់យកនាងមកជូនលោកកុំបង្អង់បំរើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូទៅផងគេសួររកតើមានអ្នកស្គាល់ស្រីនោះឬទេទីបំផុតគេទៅដល់ភូមិដែលកំបែករស់នៅបំរើសួរអ្នកភូមិដោយបង្ហាញរូបគំនូផង
តើអ្នកស្គាល់រូបនេះឬទេដោយបានឃើញរូបគំនូអ្នកភូមិទាំងនោះឆ្លើយភ្លាមអូនេះជាប្រពន្ធកំបែកទេតើប្រកាសមែនលុះបំរើទៅដល់ខ្ទមកំបែកក៏ឃើញស្រីម្នាក់រូបស្អាតមុខដូចរូបក្នុងគំនូបេះបិទយើងមកចាប់នាងយកទៅជូនចៅហ្វាយយើងហើយពួកគេនិយាយប៉ុនប៉ងនាំនាងចេញទៅកំបែកអង្វរសូមមេត្តាកុំចាប់យកនាងទៅតែឥតអំពើឡើយវាស្រែកទ្រហោយំយ៉ាងខ្លាំងតតែទឹកភ្នែកคล้ายជាថ្លុកមួយបណ្ដោយមួយជំហានប្រពន្ធនិយាយបងកំបែកកុំស្រែកយំយ៉ាងនេះយើងមិនអាចធ្វើអ្វីគេកើតទេក្នុងពេលនេះតែសូមស្ដាប់ខ្ញុំឲ្យមែនតែនយកដើមស្រល់សម្រាប់តុបតែងខ្លោងទ្វារទៅជាមួយផងពេលនោះយើងនឹងបានជួបគ្នាហើយកិច្ចការយើងនឹងបានសម្រេចនាងមិនទាន់ទាំងបាននិយាយអ្វីច្រើនទៀតផងគេចាប់យកនាងចេញតម្រង់ទៅវិមានរាល់ថ្ងៃកំបែកនឹកមមីថាតើដល់ពេលត្រូវទៅរកប្រពន្ធវាហើយឬនៅទីបំផុតមានគេនិយាយប្រាប់ថាឥឡូវដល់ពេលបន់ចូលឆ្នាំថ្មីហើយវាចេញដំណើរតម្រង់ទៅវិមានដោយបាននាំយកមេឃស្រល់មួយបាច់ធំទៅផងបន្តិចទៀតវានឹងបានជួបមុខប្រពន្ធសម្លាញ់ចិត្តវិញមិនខានហើយលុះទៅដល់មាត់ទ្វារវិមានកំបែកស្រែកពពាយនាយថាដើមស្រល់ដើមស្រល់ដើមស្រល់ល្អសម្រាប់បន់ចូលឆ្នាំថ្មីប្រពន្ធបានឮសំឡេងប្តីក៏ញញឹមពីក្នុងវិមានមកនេះជាលើកដំបូងហើយដែលនាងបានសើចតាំងពីពេលដែលគេចាប់នាងយកមកដាក់ក្នុងវិមានសប្បាយណាស់ដោយបានឃើញនាងរីករាយយ៉ាងនេះលោកបញ្ជាបំរើទៅហៅអ្នកលក់ដើមស្រល់ចូលមកលុះឃើញកំបែកមកដល់នាងប្រពន្ធរឹតតែរីករាយជាងមុនទៅទៀតនាងសម្លឹងមើលវាយ៉ាងពព្រាយតួតែម្ចាស់វិមានគិតក្នុងចិត្តថាបើអ្នកលក់ដើមស្រល់ធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលក់ដើមស្រល់វិញម្ដងម្ចាស់វិមានក៏បញ្ជាក់កំបែកឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវកញ្ចាស់ដូចជាអ្នកលក់ដើមស្រល់ហើយម្ចាស់វិមានដើរចុះដើរឡើងក្នុងសួនដោយស្រែកពពាយនាយថាដើមស្រល់ដើមស្រល់ដើមស្រល់ល្អសម្រាប់បន់ចូលឆ្នាំថ្មីធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំបែកកាន់តែសប្បាយចិត្តឡើងនាងទះដៃដ៏ស្រួយរបស់នាងហើយសើចក្អាកក្អាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដែលបានឃើញនាងសើចហើយក៏តាំងរំរែកជុំវិញសួនដោយពុនដើមស្រល់ពីក្រោយខ្នងផងដើមស្រល់ល្អគេពពាយនាយហើយពពាយនាយទៀតគេរួមវិលជុំវិញសួនហើយចេញផុតពីមាត់ទ្វារវិមានដោយមិនទាំងដឹងខ្លួនផងលុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាមប្រពន្ធកំបែកប្រាប់បំរើឲ្យបិទទ្វារវិមានមួយរំពេចមួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេគេក៏ដើរទៅកាន់ទ្វារវិមានតែរឿងឆ្ងល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកឲ្យអញចូលគេស្រែកហៅតែគ្មាននរណាឆ្លើយតបវិញសោះនៅក្នុងវិមានកំបែកនិងប្រពន្ធ
ដ៏ឆ្លៀសវៃរបស់គេមានរបស់ទ្រព្យគ្រប់បែបយ៉ាងដោយចិត្តប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្តនិងរីករាយពីពេលនោះមក